ចាក់បពុះមួយកែវមកបន្ទាប់មកទៀតយើងញ៉ាំជាមួយសាច់ steak ដែលយើងធ្វើរួចហ្នឹងអូហូពេញមកល្អណាស់ឆ្ងាញ់ហ្មងបាទដាក់មួយក្អឿមកអូយជាតិតោះមកធ្វើ steak កម្ពុជាទាំងអស់គ្នាបែបងាយៗយើងត្រូវរើសយកសាច់យកដែលមានជាប់ខ្លាញ់រើសសាច់ជាប់ខ្លាញ់ពេលដែលយើងអាំងទៅឆ្ងាញ់ហាន់សាច់ជាប្រទេសល្មមដែលយើងគិតថាឆ្ងាញ់ត្រឹមមួយធ្នប់ដៃមកសាច់យើងឯហ្នឹងគ្នាត្រឹម2នាក់ឯងយើងដាក់ត្រឹមតែកន្លះគីឡូទៅបានហើយចំពោះគ្រឿងរបស់យើងអត់មានអីច្រើនទេមានតែប្រេងខ្យង1ស្លាបព្រាស្ករក្រហម2ស្លាបព្រាហើយនឹងរ៉ឺឌីបន្តិចខ្ទឹមតែ2កំពឹសបានហើយដំខ្ទឹមឲ្យម៉ត់មកបន្តមកទៀតយើងយកវាមកច្រាំមកច្រាំបាច់ល្អិតពេកទេមកល្មមដើម្បីតែយកតែក្លិនទេបន្តមកទៀតយើងលាយគ្រឿងនឹងជាមួយគ្នាឲ្យសព្វមកហើយយកសាច់របស់យើងនឹងយកទៅប្រឡាក់សាច់គោមានរសជាតិស្រាច់ហើយអញ្ចឹងចំពោះគ្រឿងដែលយើងយកទៅប្រឡាក់ហ្នឹងមិនបាច់ច្រើនពេកទេច្រើនពេកវាអាចនឹងលុបរសជាតិសាច់គោបន្តមកទៀតយើងច្បល់វាឲ្យចូលគ្នាមកទុកមកសន្ទុះពាក់ស្រោមដៃឲ្យស្អាតមកបងប្អូនអ្វីដែលយើងត្រូវធ្វើបន្ទាប់នោះគឺយកទៅអាំងនឹងឯងភ្លើងដាក់មុំបានហើយកុំដាក់ខ្លាំងពេកយើងទៅរៀបសាច់ឲ្យពេញមួយចន្ទះដែលយើងដាក់ហ្នឹងមកសាច់យើង1គីឡូហ្នឹងកន្លះគីឡូហ្នឹងបានប្រហែលមួយចន្ទះហ្នឹងតែម្ដងបាទកុំភ្លេចអាសាប្រែផងព្រោះសាច់គោมันអាចឆ្អិនបានទេឆ្អិនខ្លាំងអត់ឆ្ងាញ់នៅពេលដែលយើងកំពុងអាំងហ្នឹងយើងមកធ្វើទឹកជ្រលក់មកទឹកជ្រលក់របស់យើងអត់មានអីច្រើនទេបាទមានតែអំបិលបន្តិចម្ទេសហុយហើយនឹងស្ករនិងម្រេចបន្តិចហ្នឹងធ្វើឆ្មា3-4ចំណិតមកច្បល់វាចូលគ្នាបន្តមកទៀតចំបាច់ក្រូចឆ្មាចូលបាទបន្ទាប់ដែលយើងធ្វើទឹកជ្រលក់រួចឥឡូវសាច់យើងឆ្អិនតែម្ដងបាទលើកមកឥឡូវយើងចាប់ផ្ដើមរើសកាបិតដែលយើងចង់ប្រើកាបិតនេះអត់ប្រើទេនេះក៏អត់ដែរបើខ្ញុំស្រឡាញ់កាបិតទូចមួយហើយយើងហាន់មកល្មមមាត់ដែលយើងហូបបាទម្ដុំមកតបមកទៀតយើងជ្រលក់ជាមួយនឹងទឹកជ្រលក់ដែលយើងធ្វើរួចហ្នឹងហើយដាក់ចូលមាត់លឺសិតតែផ្លាប់តែម្ដងបាទជាតិតែម្ដងបាទមើលតែមាត់ទៅដឹងហើយបាទ